រឿងស្គរបញ្ចុះវិញ្ញាណពន្លឺព្រះអាទិត្យពណ៌មាសដែលជិតនឹងលិចរលត់បាត់ពីជើងមេឃបានជះស្រមោលវែងអន្លាយកាត់តាមដើមឈើធំៗក្នុងព្រៃជ្រៅនៃខេត្តពោធិ៍សាត់នាសម័យកាលដែលដែនដីកម្ពុជានៅស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំងខ្យល់ជំនោរល្ងាចបក់មកប៉ះស្លឹកឈើឮសូរខ្សឹកខ្សួលប្រៀបដូចជាសំឡេងធ្ងរនឹងអ្នកដែលត្រូវគេបោះបង់ចោលក្នុងភាពងងឹតនៅកណ្ដាលព្រៃស្ងាត់ជ្រងំនេះមានផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងសង់ដាច់ឆ្ងាយពីគេឯងដែលជាទីលំនៅរបស់តាមាសជាជាងធ្វើស្ករដ៏មានចំណេះដឹងខ្ពង់ខ្ពស់ប៉ុន្តែមានចរិតអាថ៌កំបាំងបំផុតអ្នកភូមិជិតខាងតែងតែនិយាយតគ្នាថាតាមាសមិនមែនគ្រាន់តែជាជាងធ្វើស្ករធម្មតានោះទេប៉ុន្តែគាត់គឺជាគ្រូមន្តអាគមដែលចេះសិល្បៈសាស្ត្រក្នុងការបង្កប់ព្រលឹងទៅក្នុងឧបករណ៍តន្ត្រីនីផុនដែលជាក្មួយប្រុសបង្កើតនិងជាសិស្សតែម្នាក់គត់របស់តាមាសអង្គុយសម្លឹងមើលលោកតាដែលកំពុងតែដុសខាត់ឈើខ្នូរយ៉ាងយកចិត្តទុកដាក់ផុនដឹងថារយៈពេលប្រមាណខែចុងក្រោយនេះមានរឿងចម្លែកជាច្រើនបានកើតឡើងលោកតាជារឿយតែងតែបាត់ខ្លួនចូលក្នុងព្រៃជ្រៅនៅពេលយប់អាធ្រាត្រហើយត្រឡប់មកវិញជាមួយកញ្ចប់របស់អ្វីមួយយ៉ាងដែលជះក្លិនឆ្អាបខុសពីធម្មតានៅលើតុការងាររបស់គាត់មានដបថ្នាំពណ៌ខ្មៅនិងវត្ថុដែលមើលទៅដូចជាឆ្អឹងសត្វឬប្រហែលជាឆ្អឹងអ្វីផ្សេងទៀតដែលផនមិនហ៊ានសួរក្នុងសម័យកាលនោះពួកបារាំងដែលមកគ្រប់គ្រងតំបន់នោះមិនត្រឹមតែចង់បានធនធានធម្មជាតិប៉ុណ្ណោះទេប៉ុន្តែពួកគេខ្លះក៏មានជំនឿលើរឿងអាថ៌កំបាំងនៃទឹកដីសុវណ្ណភូមិផងដែរលោកលើរូជាមន្ត្រីអាណានិគមម្នាក់ដែលគ្រប់គ្រងការដ្ឋានឈើនៅតំបន់នោះមានមហិច្ឆតាចង់បានវត្ថុស័ក្តិសិទ្ធិមួយយ៉ាងដែលអាចបង្ក្រាបស្មារតីរបស់ពួកកម្មករខ្មែរដែលតែងតែរឹងរូសនិងបង្កចលាចលលើរូបានឮដំណឹងអំពីចំណេះដឹងរបស់តាមាសគេក៏បានធ្វើដំណើរមកកាន់ផ្ទះឈើនោះជាមួយកងទ័ពការពារមួយក្រុមពេលមកដល់លើរូបានដាក់មាសប្រាក់មួយថងធំនៅលើតុរួមជាមួយក្រដាស់បញ្ជាមួយច្បាប់គេចង់ឲ្យតាស្មាសធ្វើស្គរធំមួយដែលមានសម្លេងអាចដាស់វិញ្ញាណនិងអាចបញ្ជាមនុស្សឲ្យដើរតាមបញ្ជាបានប៉ុន្តែលក្ខខណ្ឌដ៏សាហាវយង់ខ្នងនោះគឺស្បែកដែលយកមកដំដប់ស្គរនោះមិនមែនជាស្បែកគោឬស្បែកក្របីដូចសពដងឡើយប៉ុន្តែវាត្រូវតែជាស្បែករបស់មនុស្សដែលមានចិត្តចង់អាឃាតខ្លាំងបំផុតនិងស្លាប់ដោយអយុត្តិធម៌បំផុតតាស្មាសដំបូងឡើយមានការរីរាក់ចិត្តជាខ្លាំងព្រោះការធ្វើបែបនេះគឺជាការប្រឆាំងនឹងច្បាប់ធម្មជាតិនិងធ្លាក់ក្នុងអំពើបាបយ៉ាងធ្ងន់ធ្ងរប៉ុន្តែលើរូបានគំរាមកំហែងដល់ជីវិតរបស់ផននិងអ្នកភូមិដទៃទៀតប្រសិនបើលោកតាមិនព្រមធ្វើតាមយប់នោះផ្ទៃមេឃប្រែជាខ្មៅងងឹតដូចទឹកខ្មៅគ្មានសូម្បីតែពន្លឺផ្កាយលើរូបានបញ្ជាឲ្យកូនចៅនាំខ្លួនអ្នកទោសម្នាក់ដែលជាអ្នកតស៊ូប្រឆាំងនឹងអាណានិគមម្នាក់ឈ្មោះសុកត្រូវបានគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងររហូតដល់ដង្ហើមចុងក្រោយរបស់គេពោពេញទៅដោយកំហឹងនិងការស្អប់ខ្ពើមចំពោះពួកបារាំងដែលមករំលោភបំពានទឹកដីរបស់ខ្លួននៅចំពោះមុខភ្នែកដែលបើកធំដោយភាពភ័យខ្លាចរបស់ភុនតាស្មាស់ត្រូវបានបង្ខំឲ្យចាប់ផ្ដើមវិធីដ៏ខ្មៅងងឹតសពរបស់សុកត្រូវបានគេយកមកដាក់លើផ្ទាំងថ្មធំមួយនៅខាងក្រោយផ្ទះតាស្មាស់សូត្រមន្តគាថាដែលស្ដាប់មិនយល់សំឡេងរបស់គាត់ដូចជាការខ្សឹបខ្សៀវរបស់ខ្មោចព្រៃឈាមដែលហូរចេញពីសពហាក់ដូចជាមានជីវិតវារសាត់ទៅតាមចង្អូរដែលតាស្មាស់បានឆ្លាក់ទុកលើឈើស្គរភុនព្យាយាមខ្ទប់ត្រចៀកមិនចង់ឮសំឡេងកំបិតដែលប៉ះនឹងស្បែកមនុស្សប៉ុន្តែក្លិនឆាបនៃលោហិតបានជ្រាបចូលទៅក្នុងវិញ្ញាណរបស់គេយ៉ាងជ្រៅរាល់ពេលដែលតាស្មាស់ដកស្បែកចេញពីសពម្ដងខ្យល់ព្យុះបានបក់បោកយ៉ាងខ្លាំងជុំវិញផ្ទះហាក់ដូចជាធម្មជាតិកំពុងស្រែកជុំដោយភាពឈឺចាប់បន្ទាប់ពីចំណាយពេលជាច្រើនយប់ក្នុងភាពតានតឹងស្គរនោះក៏ត្រូវបានបញ្ចប់ជាស្ថាពរវាជាស្គរដែលមានរូបរាងចម្លែកផ្ទៃស្គរមានពណ៌សស្លេកដូចសម្បុរមនុស្សស្លាប់ហើយនៅពេលដែលគេប៉ះវាមានអារម្មណ៍ថាក្តៅអ៊ុនដូចជានៅមានជីវិតនៅលើគីមឈើនៃស្គរតាស្មាស់បានឆ្លាក់រូបព្រលឹងដែលកំពុងរងទុក្ខវេទនាលើរូមានចិត្តរំភើបជាខ្លាំងគេបានបញ្ជាឲ្យគេយកស្គរនោះទៅដំឡើងនៅកណ្ដាលការដ្ឋានឈើដើម្បីធ្វើពិធីសាកល្បងនៅយប់ខែភ្លឺលើរូបានបង្គាប់ឲ្យតាស្មាស់ជាអ្នកវាយស្គរនោះ
នៅពេលដែលដំបងស្គូប៉ះនឹងផ្ទៃស្បែកមនុស្សសំឡេងដែលបន្លឺចេញមកមិនមែនជាសំឡេងតន្ត្រីធម្មតានោះទេប៉ុន្តែវាគឺជាសំឡេងស្រែកយំការធ្ងោនិងការជីប្រជែងដែលចេញពីបាតផ្ទះនោះពួកកម្មករដែលកំពុងដេកលក់បានភ្ញាក់ឡើងទាំងខិតភ័យពួកគេហាក់ដូចជាត្រូវមុនអាគមសណ្ដុំឲ្យដាវមករកស្គរនោះទាំងបោកភ្នែកធំភ្នែករបស់ពួកគេប្រែជាពណ៌សគ្មានប្រស្រីពួកគេឈូតម្រៀបជួរគ្នាដូចជាសាកសពមានជីវិតលើរូសោចយ៉ាងកងរំពងដោយភាពជោគជ័យនេះហើយជាអំណាចដែលយើងចង់បានគ្មានអ្នកណាម្នាក់អាចប្រឆាំងនឹងយើងបានទៀតទេប៉ុន្តែអ្វីដែលលើរូមិនបានដឹងនោះគឺវិញ្ញាណរបស់សុកដែលត្រូវបានបញ្ចុះក្នុងស្គរនោះមិនមែនងាយស្រួលនឹងបញ្ជាឡើយកំហឹងដែលនៅសេសសល់ក្នុងស្បែកនោះបានចាប់ផ្ដើមបះបោរនៅពេលតាសមាសបន្តវាយស្គរដៃរបស់គាត់ចាប់ផ្ដើមញ័រហើយឈាមក៏ហូរចេញពីម្រាមដៃរបស់គាត់ជ្រាបចូលទៅក្នុងស្បែកស្គររំពេចនោះសំឡេងស្គរប្រែជាខ្លាំងឡើងរហូតដល់ដេញញ័ររញ្ជួយស្រមោលខ្មៅដ៏ធំមួយបានផុសចេញពីផ្ទៃស្គរវាមានរូបរាងដូចជាសុកប៉ុន្តែមានភ្នែកក្រហមឆេះដូចភ្លើងនរោវិញ្ញាណនោះមិនបានទៅរកកម្មករខ្មែរឡើយប៉ុន្តែវាបានបែរសម្ដៅទៅរកលើរូនិងទីហ៊ានបារាំងភាពភ័យខ្លាចបានគ្របដណ្ដប់លើហ្វូងមនុស្សទីហ៊ានបារាំងបានលើកកំភ្លើងបាញ់ទៅលើស្រមោលនោះប៉ុន្តែគ្រាប់កំភ្លើងគ្រាន់តែឆ្លងកាត់វាដូចជាខ្យល់អាកាសប៉ុណ្ណោះលើរូព្យាយាមរត់គេចខ្លួនប៉ុន្តែជើងរបស់គេហាក់ដូចជាត្រូវជាប់នឹងដីមិនអាចកម្រើកបានវិញ្ញាណដែលចេញពីស្គរបានស្ទុះទៅចាប់ករបស់លើរូសំឡេងឆ្អឹងកដែលត្រូវគេមួលបាក់ឮសូរយ៉ាងគួរឲ្យរន្ធត់ឈាមរបស់លើរូបានខ្ទាតទៅលើផ្ទៃស្គរធ្វើឲ្យសំឡេងស្គរកាន់តែលាន់ឮរំពងពេញព្រៃតាសមាសឃើញសភាពការមិនស្រួលគាត់ដឹងថាមានតែការបួសជាជីវិតប៉ុណ្ណោះទើបអាចបញ្ឈប់វិញ្ញាណអាឃាតនេះបានគាត់បានស្រែកប្រាប់ផនថាផនក្មួយត្រូវតែយកពូថៅមករកកាត់ស្គរនេះឲ្យដាច់ជាពីរបើមិនដូច្នោះទេវានឹងស៊ីប្រលឹងមនុស្សទាំងអស់ក្នុងភូមិនេះផនដែលកំពុងញ័ររន្ធត់បានប្រមូលកម្លាំងចិត្តស្ទុះទៅចាប់ពូថៅដែលនៅក្បែរនោះគេបានហក់ទៅរកស្គរដែលកំពុងតែរំញ័រយ៉ាងខ្លាំងនៅពេលដែលគេលើកពូថៅឡើងគេឃើញមុខរបស់សុកដែលពោពេញដោយការឈឺចាប់សម្លឹងមកគេផនបានសម្រេចចិត្តកាប់ទៅលើផ្ទៃស្បែកស្គរយ៉ាងពេញទំហឹងសំឡេងផ្ទុះមួយបានលាន់ឡើងដូចរន្ទះបាញ់ចរន្តវិញ្ញាណខ្មៅងងឹតបានជះចេញពីស្គរធ្វើឲ្យភ័ណ្ឌដួលសន្លប់បាត់ស្មារតីនៅពេលដែលភ័ណ្ឌដឹងខ្លួនឡើងវិញផ្ទៃមេឃចាប់ផ្ដើមភ្លឺព្រៀងគេឃើញតាស្មាស់ដេកស្លាប់នៅក្បែរស្គរដែលបាក់បែកខ្ទេចខ្ទីទឹកមុខរបស់លោកតាមើលទៅហាក់ដូចជាមានសន្តិភាពជាងមុនព្រោះគាត់បានដោះលែងវិញ្ញាណដែលជាប់ឃុំឃាំងនោះឲ្យមានសេរីភាពវិញចំណែកសាកសពរបស់លើរូនិងទីហ៊ានបារាំងត្រូវបានគេរកឃើញក្នុងស្ថានភាពគួរឲ្យអាសោតបំផុតហាក់ដូចជាត្រូវសត្វព្រៃខំហែកយ៉ាងរន្ធត់ភ័ណ្ឌបានសម្រេចចិត្តប្រមូលកំទេចស្គរនិងសាកសពរបស់លោកតារួមទាំងសុកទៅធ្វើបុណ្យតាមប្រពៃណីនិងបូជាចោលក្នុងភ្លើងដើម្បីកុំឲ្យវិញ្ញាណទាំងនោះនៅវិលវល់ក្នុងលោកនេះទៀតចាប់តាំងពីពេលនោះមករឿងរ៉ាវនៃស្គរបញ្ចុះវិញ្ញាណបានក្លាយជាប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតដែលអ្នកភូមិតែងតែដំណាលប្រាប់កូនចៅកុំឲ្យលោភលន់ចង់បានអំណាចដែលខុសពីធម្មជាតិទោះបីជាពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំក៏ដោយប៉ុន្តែអ្នកដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃនោះនៅពេលយប់អាធ្រាត្រជារឿយតែងតែឮសំឡេងស្គរលាន់មកពីចម្ងាយសំឡេងនោះមិនមែនជាសំឡេងមន្តអាគមទៀតទេប៉ុន្តែវាគឺជាសំឡេងដាស់តឿនដល់មនុស្សលោកឲ្យស្គាល់ពីតម្លៃនៃជីវិតនិងផលវិបាកនៃអំពើអយុត្តិធម៌ភូនបានក្លាយជាគ្រូបង្រៀនម្នាក់ក្នុងភូមិគេមិនដែលប៉ះពាល់មន្តអាគមខ្មៅងងឹតទៀតឡើយប៉ុន្តែគេតែងតែរក្សាចំណេះដឹងខាងធ្វើស្គររបស់លោកតាទុកដើម្បីធ្វើជាស្គរជ័យឬស្គរវត្តដែលប្រើសម្រាប់កិច្ចការបុណ្យទាននិងការអប់រំចិត្តតែប៉ុណ្ណោះរឿងរ៉ាវនេះបានដក់ជាប់ក្នុងបេះដូងអ្នកស្រុកពោធិ៍សាត់ជាមេរៀនមួយដែលមិនអាចបំភ្លេចបានអំពីសម័យកាលអាណានិគមដែលពោរពេញដោយការជិះជាន់និងការតស៊ូរបស់វិញ្ញាណខ្មែរដែលមិនព្រមចុះចាញ់សូម្បីតែក្នុងពេលស្លាប់ទៅហើយក្តីបន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នោះបានកន្លងផុតទៅជាច្រើនខែភូមិដែលធ្លាប់តែស្ងប់ស្ងាត់បានចាប់ផ្ដើមមានភាពរស់រវើកឡើងវិញប៉ុន្តែសម្រាប់ផនស្រមោលនៃយប់នោះនៅតែតាមលងបន្លាចគេក្នុងសុបិនជារៀងរាល់យប់
គេតែងតែឃើញលោកតាសមាស់ឈោក្នុងផ្សែងអាប់សម្លឹងមកគេដោយភ្នែកស្រទន់ហាក់ដូចជាចង់ប្រាប់អ្វីមួយយ៉ាងផនដឹងថាបេសកកម្មរបស់គីមិនទាន់ចប់ត្រឹមការដុតកំទេចស្គរនោះឡើយគីមានអារម្មណ៍ថាមានធម៌ពលមួយយ៉ាងដែលនឹងស៊ីសល់ក្នុងដីដែលធ្លាប់តែបង្ហូរឈាមអ្នកស្លាប់ផនបានសម្រេចចិត្តសង់ខ្ទមតូចមួយនៅក្បែរកន្លែងដែលស្គរត្រូវបានបំផ្លាញដើម្បីឧទ្ទិសកុសលដល់វិញ្ញាណទាំងឡាយគីបានដាំដើមពោធិ៍មួយដើមធំនៅទីនោះដើម្បីផ្ដល់ជាម្លប់និងភាពត្រជាក់ត្រជុំដល់ព្រលឹងដែលធ្លាប់តែរងទុក្ខជារៀងរាល់ថ្ងៃសិលផនតែងតែរៀបចំចង្ហាន់យកទៅប្រគិនព្រះសង្ឃនិងបង់សុគូលឧទ្ទិសកុសលដល់សុខនិងលោកតាយប់មួយក្នុងខែភិសាដែលជាយប់ពេញបូណាមីខ្យល់បក់ត្រជាក់ល្វើយផនអង្គុយសមាធិនៅក្រោមដំពោនោះរំពេចនោះគេមានអារម្មណ៍ថាមានពន្លឺពណ៌សទន់ភ្លន់មួយបានផុសចេញពីដីពន្លឺនោះបានប្រែរូបរាងទៅជាមនុស្សម្នាក់ដែលមានទឹកមុខស្ងប់ស្ងាត់និងមានពន្លឺរស្មីនៅជុំវិញខ្លួននោះគឺសុកប៉ុន្តែសុកពេលនេះមិនមែនជាវិញ្ញាណអាឃាតដែលមានភ្នែកក្រហមដោយកាលពីយប់នោះទៀតឡើយសុកបានញញឹមដាក់ផនហើយនិយាយដោយសំឡេងស្រាលដូចខ្យល់ថាអរគុណអ្នកក្មួយផនដែលបានដោះលែងខ្ញុំឲ្យមានសេរីភាពកំហឹងដែលធ្លាប់ដុតរូលក្នុងចិត្តខ្ញុំឥឡូវនេះបានរលត់អស់ហើយចូលអ្នកបន្តរស់នៅក្នុងសេចក្តីល្អនិងការពារគេដំណែលរបស់ដូនតាអ្នកដោយសុចរិតភាពចុះក្រោយពីនិយាយរួចរូបរាងរបស់សុកក៏រលាយបាត់ទៅក្នុងអាកាសធាតុបន្សល់ទុកតែពន្លឺផ្កាយដែលភ្លឺថ្លាលើមេឃចំណែកឯពួកបារាំងឯណោះវិញក្រោយពីការស្លាប់របស់លើរូនិងកងទ័ពមួយក្រុមនោះពួកគេមានការភ័យខ្លាចជាខ្លាំងចំពោះតំបន់នោះពួកគេបានបញ្ឈប់ការដ្ឋានឈើនិងដកថយចេញពីព្រៃជ្រៅនៃខេត្តពោធិ៍សាត់ពួកគេបានចាត់ទុកតំបន់នោះថាជាតំបន់បណ្ដាសាដែលមិនអាចគ្រប់គ្រងបានដោយកម្លាំងអាវុធនេះគឺជាជ័យជំនះដ៏ស្ងៀមស្ងាត់មួយរបស់ប្រជាជនខ្មែរដែលប្រើប្រាស់ជំនឿនិងភាពស័ក្តិសិទ្ធិនៃទឹកដីដើម្បីការពារខ្លួនពីការជិះជាន់ភុនបានដឹងថាអំណាចពិតប្រាកដមិនមែនស្ថិតនៅលើការសម្លាប់ឬការបង្ក្រាបព្រលឹងអ្នកដទៃឡើយប៉ុន្តែវាស្ថិតនៅលើការយល់ដឹងពីសច្ចធម៌និងការគោរពចំពោះជីវិតគ្រប់រូបអស់រយៈពេលជាច្រើនឆ្នាំផនបានរស់នៅយ៉ាងមានន័យគេបានរៀបការជាមួយក្មេងស្រីម្នាក់ក្នុងភូមិឈ្មោះមៀលីដែលជាមនុស្សចិត្តបុណ្យពួកគេមានកូនប្រុសស្រីដែលចេះដឹងនិងមានសុជីវធម៌ផនតែងតែប្រាប់កូនរបស់គេថាកូនអើយគេឈ្មោះនិងទ្រព្យសម្បត្តិអាចរលាយបាត់ទៅតាមពេលវេលាប៉ុន្តែអំពើល្អដែលយើងបានធ្វើនិងសេចក្តីថ្លៃថ្នូរដែលយើងមានចំពោះខ្លួនឯងនិងអ្នកដទៃនឹងជាប់ជាមួយព្រលឹងយើងជានិច្ចគេមិនដែលភ្លេចរឿងរ៉ាវនៃស្គរបញ្ចុះវិញ្ញាណឡើយប៉ុន្តែគេបានកែប្រែរឿងរ៉ាវដ៏ឈឺចាប់នោះឲ្យទៅជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយនៅពេលដែលភួនឈានចូលវ័យជរាគេបានហៅកូនប្រុសច្បងរបស់គេមកជិតហើយប្រគល់សៀវភៅមុនអាគមរបស់តាស្មាឲ្យប៉ុន្តែមុននឹងប្រគល់ឲ្យភួនបានដុតបំផ្លាញទំព័រដែលនិយាយអំពីការធ្វើស្គរពីស្បែកមនុស្សចោលគេបាននិយាយទៅកាន់កូនថាចំណេះដឹងមានពីរផ្លូវគឺផ្លូវសនិងផ្លូវខ្មៅចូលប្រើវាដើម្បីព្យាបាលមនុស្សដើម្បីការពារអ្នកទុនខ្សោយនិងដើម្បីលើកតម្កើងសិលធម៌កុំឲ្យភាពលោភលន់ដឹកនាំផ្លូវកូនឲ្យដើរចូលក្នុងភាពងងឹតឲ្យសោះកូនប្រុសរបស់ភួនបានទទួលយកសៀវភៅនោះដោយការគោរពនិងបានសន្យាថានឹងដើរតាមគន្លងធម៌ដែលឪពុកបានបង្ហាញនៅថ្ងៃចុងក្រោយនៃជីវិតរបស់ផនគេបានសុំឲ្យកូនចៅសែងគេទៅដេកក្រោមដើមពូដែលគេបានដាំកាលពីក្មេងនៅទីនោះខ្យល់បក់មកប៉ះស្លឹកពូឮសូរដូចជាសំឡេងតន្ត្រីសួរផនបានបិទភ្នែកចុះដោយស្នាមញញឹមគេឃើញតាសមាស់និងសុកឈររងចាំទទួលគេនៅត្រើយម្ខាងនៃសេចក្តីស្លាប់ព្រលឹងរបស់គេបានរសាត់ចេញពីសពយ៉ាងស្ងប់ស្ងាត់ហាក់ដូចជាសំឡេងស្គរជ័យដែលលាន់ឮរំពងប្រកាសពីជ័យជំនះនៃសេចក្តីល្អលើសេចក្តីអាក្រក់រឿងរ៉ាវនៃស្គរបញ្ជុះវិញ្ញាណក៏បានបញ្ចប់ត្រឹមនេះប៉ុន្តែវិញ្ញាណនៃភាពយុត្តិធម៌និងការការពារទឹកដីរបស់បុព្វបុរសខ្មែរនៅតែស្ថិតស្ថេរជានិរន្តរ៍ក្នុងដួងព្រលឹងនៃកូនខ្មែរគ្រប់រូបនៅក្នុងសម័យបច្ចុប្បន្នប្រសិនបើអ្នកមានឱកាសបានទៅដល់តំបន់នោះអ្នកនឹងឃើញដើមពោធិ៍ធំមួយដែលរឹងមាំនិងមានម្លប់ត្រជាក់ត្រជុំអ្នកស្រុកនៅតែគោរពបូជាទីនោះថាជាទីសក្ការៈ
គ្មាននរណាម្នាក់ហ៊ានកាប់បំផ្លាញឬធ្វើអ្វីមិនសមរម្យនៅក្បែរទីនោះឡើយសូម្បីតែសត្វព្រៃក៏ហាក់ដូចជាដឹងពីភាពស័ក្តិសិទ្ធិនៃកន្លែងនេះដែរពួកវាច្រើនតែមកជ្រកកោននៅទីនោះដោយភាពសុខសាន្តសំឡេងខ្យល់បក់កាត់ស្លឹកឈើនៅទីនោះពេលខ្លះស្ដាប់ទៅដូចជាសំឡេងស្គរដែលវាយក្នុងចង្វាក់យឺតផ្ដល់នូវអារម្មណ៍ស្ងប់ចិត្តនិងរំលឹកដល់យើងគ្រប់គ្នាថាសន្តិភាពពិតប្រាកដកើតចេញពីការអត់ឱននិងការលះបង់នូវសេចក្តីស្អប់ខ្ពើម